Hello តោះមកធ្វើផាត់ឆឹងជាមួយជ្រក់ជើងទាមួយខ្ញុំនិយាយលេងសោះហ្នឹងតែប៉ាទៅផាត់ឆឹងមួយជ្រក់ជើងទាហ្នឹងទិញមកស្រាប់ទេតែគ្រាន់ថាប្រហិតហ្នឹងយើងត្រូវឆឹងខ្លួនឯងហើយយើងបានកំងជ្រក់ជើងទាអត់ឆ្អឹងពីពូឈីមិនឆោដូចគ្នាទៅហ្វ្រីតាំងពីខ្ទឹមបំពងទឹកត្រីកោះកងឡើងពីរសជាតិហើយបន្លែទៀតហើយនេះគឺជាប្រហិតដែលខ្ញុំបានចាក់ដាក់ចានហើយទៅគូច្រើនមែនតើឥឡូវចាប់ផ្ដើមឆឹងទាំងអស់គ្នាយើងត្រូវដាក់ឆ្នាំងឲ្យរៀងក្តៅហើយយើងចាក់អាទឹកនឹងចូលទៅបន្ទាប់មកយើងដាក់ប្រហិតយើងចូលហើយយើងកូរវាទៅអ្នកគ្នារួមទៅគឺងាយមែនតើហើយអ្នកគ្នាក៏ធ្វើការកូរធ្វើមិនឲ្យប្រហិតនឹងមើលទៅវាឆ្អិនហើយនឹងចូលជាបានល្អទៅគឺបានហើយរួមទៅតំណងខ្លាំងមែនតើឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមមកធ្វើការបើជាមួយនឹងជ្រក់ជើងទាអត់ឆ្អឹងរបស់យើងនេះនិយាយទៅគាត់វេចខ្ចប់បានស្អាតមែនតើយកមកដល់ហើយទៅគិនហ្នឹងទៅគឺបានញ៉ាំហ្មងនិយាយរួមទៅធ្វើតែមួយផ្លែតសោះគឺបានញ៉ាំហើយជ្រក់ជើងទាអត់ឆ្អឹងរបស់គាត់គឺធំមែនតើហ្មងអ្នកគ្នាដាក់ជាមួយនឹងខ្ទឹមបំពងហើយទឹកត្រីកោះកុងមកអើយដាក់ចូលមាត់មកឡើងឆ្ងាញ់ហើយទឹកត្រីកោះកុងគេហ្នឹងឡើងហឹលហ្មងអ្នកគ្នានិយាយពីថាឲ្យទៅបានញ៉ាំលើកណាដឹងថាចង់ញ៉ាំទៀតហ្មងនឹកឃើញរសជាតិរហូតហ្មងអើយអ្នកគ្នាខ្ញុំមិនសូវចង់ថតពេលខ្ញុំញ៉ាំអីប៉ុន្តែឲ្យពេលខ្ញុំញ៉ាំរបស់ឆ្ងាញ់គឺមុខរបស់ខ្ញុំខកសាហាវនិយាយទៅដាក់មួយម៉ាត់ហាមាត់ប៉ុណ្ណាណៃហ្មងដោយសារឆ្ងាញ់ពេកក៏ប្រហិតឆឹងនេះវិញគឺញ៉ាំទៅកាន់តែជក់មាត់ទៀតហើយឡើងច្រើនបើអ្នកគ្នាមើលវីដេអូខ្ញុំចេញឡងហើយឃ្លានដែរចូលទៅកំងទៅនេះផេករបស់គាត់